សូមជូនរឿងគ្រួសារលោកគ្រូសោមសូមអញ្ជើញទស្សនាដោយសេចក្តីរីករាយដូចតទៅកាលពីពេលយូរលង់ណាស់មកហើយនៅភូមិមួយដ៏ស្រស់បំព្រងមានគ្រួសារមួយរស់នៅប្រកបដោយធម៌នោះគឺគ្រួសារលោកគ្រូសោមនិងអ្នកគ្រូសារ៉េតលោកគ្រូសោមនិងអ្នកគ្រូសារ៉េតបានខិតខំអប់រំណែនាំកូនប្រុសគឺនាយសុកកូនស្រីគឺស្រីនាងដើម្បីឲ្យដើរតាមគន្លងធម៌ក្លាយជាមនុស្សល្អនៅក្នុងគ្រួសារអូនឯកូនប្រុសនិងកូនស្រីទាំងពីរកូនធំអស់ហើយប៉ាសូមប្រាប់ថានៅក្នុងក្រុមគ្រួសារត្រូវតែមានការយោគយល់អធ្យាស្រ័យខ្ពស់ជាមួយគ្នាទើបក្រុមគ្រួសារយើងអាចរស់នៅប្រកបដោយសុខដុមរមនាសុខសប្បាយតរៀងទៅណាកូនបាទលោកពុកកូនចងចាំជានិច្ចកូននឹងមិនបំភ្លេចទេនៅបណ្ដាំរបស់លោកពុកចាលោកពុកកូនចាំហើយកូនមិនបំភ្លេចពាក្យទូមានព្រានប្រដៅរបស់លោកឪពុកទេកូនចាំជានិច្ចពិតជាល្អខ្លាំងណាស់កូនទាំងពីរមកសប្បាយចិត្តខ្លាំងណាស់កូនលោកប៉ាទីផ្សារភូមិរបស់យើងឥឡូវមានការរីកចម្រើនខ្លាំងណាស់ប៉ាមើលចុះរបស់របរសពបែបយ៉ាងអ្វីក៏មានលក់ដែរបន្លែផ្លែឈើត្រីសាច់របស់របរប្រើប្រាស់គឺមានលក់ទាំងអស់ប៉ុន្តែខ្ញុំឆ្ងល់លោកប៉ាហេតុអ្វីបានជាអ្នកខ្លះលក់រឿងរបស់របរដែលអាចធ្វើឲ្យមនុស្សសត្វដទៃមានការជឿចាប់យ៉ាងដូចនេះលោកប៉ាជួយប្រាប់ខ្ញុំផងកូនការប្រកបរបរបែបនេះគេហៅថាមច្ឆាជីវៈវាខុសនឹងធម៌និងអាចខុសនឹងច្បាប់ផងដែរណាកូនយើងត្រូវប្រកបមុខរបរណាដែលមិនធ្វើអ្នកដទៃជឿចាប់ដូចជាប្រកបមុខរបរសុចរិតឬធ្វើស្រែចម្ការឬលក់ដូររបស់ប្រើប្រាស់ធម្មតាដែលមិនធ្វើឲ្យអ្នកដទៃឬសត្វដទៃជឿចាប់ណាកូនបាទលោកប៉ាខ្ញុំយល់ហើយលោកប៉ាសូមអរគុណលោកប៉ាច្រើនណាស់ដែលបានពន្យល់ខ្ញុំស្រីនាងមានបំណងណាត់មិត្តភក្តិរបស់គាត់ដើរលេងពេលយប់ស្រីនាងកូនមិនត្រូវដើរលេងយប់ទេការដើរលេងយប់មានគ្រោះថ្នាក់ច្រើនយ៉ាងណាស់ណាអាចជួបចោរឬសត្វមានពិសម្យ៉ាងទៀតអាគេបាត់របស់អ្វីមួយគេអាចសង្ស័យកូនបានฉะนั้นកូនមិនត្រូវដើរលេងនៅពេលយប់ទេវាមានបញ្ហាច្រើនយ៉ាងណាម៉ែតែមិត្តភក្តិរបស់ខ្ញុំគេដើរលេងរាល់យប់មិនឃើញមានអីផងហ្នឹងស្រីនាងកូនត្រូវតែចេះគិតពិចារណាដោយខ្លួនឯងកុំធ្វើតាមអ្នកដទៃដោយមិនគិតណាកូន
ចាស់ម៉ែខ្ញុំយល់ហើយម៉ែខ្ញុំនឹងធ្វើតាមម៉ែជានិច្ចសូមម៉ែកុំប្រួយចាប់ពីថ្ងៃនេះតទៅខ្ញុំលែងដើរលេងយប់ទៀតហើយខ្ញុំត្រូវតែខិតខំជួយការងារផ្ទះជួយការងារពុកម្ដាយរបស់ខ្ញុំដើម្បីកុំឲ្យពួកគាត់ពិបាកចិត្តដោយសារខ្ញុំត្រូវតែកែខ្លួនឡើងវិញសុខជាក្មេងឧស្សាហ៍ជាយាមខ្លាំងណាស់រាល់ថ្ងៃគាត់តែងតែអានសៀវភៅមិនថានៅផ្ទះឬនៅសាលាឡើយ ខ្ញុំសន្យាថាខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីខ្លួនខ្ញុំផ្ទាល់និងកុំឲ្យប៉ាម៉ាក់របស់ខ្ញុំគាត់ពិបាកចិត្តហើយខ្ញុំត្រូវតែប្រព្រឹត្តនៅអំពើល្អជានិច្ចទោះបីជាក្នុងគណៈទេសនាក៏ដោយខ្ញុំត្រូវតែខិតខំឧស្សាហ៍ព្យាយាមប្រឹងប្រែងរៀនសូត្រនិងធ្វើនៅអំពើល្អអំពើជាកុសលដើម្បីខ្លួនឯងនិងដើម្បីអ្នកជុំវិញខ្លួនរបស់ខ្ញុំ សុខហើយនឹងស្រីនាងហើយកូននៅក្នុងមជ្ឈមវ័យកូនត្រូវចេះជួយការងារផ្ទះរៀបចំខ្លួនសម្រាប់ជីវិតគ្រួសារទៅថ្ងៃមុខដល់ពេលកូនទាំងពីរចូលមជ្ឈមវ័យកូនត្រូវធ្វើបុណ្យទៀតបានច្រើនណាកូន សុខនិងស្រីនាងក្នុងនាមកូនជាកូនត្រូវចេះជួយធ្វើការងារផ្ទះគោរពមេត្តាបិតានិងធ្វើបុណ្យឧទ្ទិសកុសលឲ្យលោកនៅពេលលោកចែកឋានទៅណាកូន ត្រូវចេះស្រឡាញ់គោរពនិងថែរក្សាម៉ាក់ហើយម៉ាក់ត្រូវចេះគោរពនិងជួយប៉ាដែរហើយក្នុងនាមកូនជាកូនក៏ត្រូវចេះគោរពលោកគ្រូអ្នកគ្រូនិងចាស់ទុំផងដែរណាកូនយើងត្រូវចេះស្រឡាញ់រាប់អានញឹកសន្តានទទួលភ្ញៀវដល់ផ្ទះធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋានគោរពច្បាប់រដ្ឋនិងគោរពបូជាទេវតាផងដែរណាកូន បាទលោកឪពុកខ្ញុំនឹងចងចាំដំណាំលោកឪពុកជាប់ជានិច្ចនិងខ្ញុំត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅរាល់ដំណាំទាំងឡាយដែលបានប្រាប់ខ្ញុំនេះ ចាលោកឪពុកខ្ញុំក៏ដូចនេះដែរខ្ញុំចងចាំនៅរាល់បណ្ដាំដែលលោកឪពុកបានផ្ដាំបញ្ញាជាប់ជានិច្ចហើយនឹងខិតខំអនុវត្តមិនហ៊ានធ្វើរហេឡើយសូមលោកឪពុកជឿជាក់លើពួកខ្ញុំចុះ លោកឪពុកនិងអ្នកម្ដាយមានការសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ដោយមានកូនទាំងពីរនាក់ប្រកបដោយគន្លងធម៌យ៉ាងដូចនេះលោកឪពុកសប្បាយចិត្តខ្លាំងណាស់ណាកូន ចំណែកអ្នកម្ដាយក៏សែនសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ដែរដោយមានកូនទាំងពីរសុខនិងស្រីនាងប្រកបដោយកន្លងធម៌ល្អយ៉ាងនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចៅសូមជម្រាបសួរលោកយាយតើលោកយាយសុខសប្បាយជាទេលោកយាយខ្ញុំខានមកលេងលោកយាយយូរហើយសុខភាពលោកយាយយ៉ាងម៉េចដែរលោកយាយ ល្អណាស់ចៅអាយុវែងលើកដៃស្វាយព្រះលោកយាយសុខសប្បាយជាទេអរគុណចៅច្រើនហើយដែលបានមកលេងយាយថ្ងៃនេះ បាទលោកយាយសូមលោកយាយមានសុខភាពល្អអាយុវែងថែរក្សាកូនចៅតទៅមុខទៀតខ្ញុំគ្មានអ្វីច្រើនទេថ្ងៃនេះលោកយាយមានតែកាដូរបស់របរបន្តិចបន្តួចយកមកជូនលោកយាយសូមលោកយាយទទួលយកចុះណាលោកយាយ អរគុណចៅច្រើនណាស់យាយសប្បាយចិត្តខ្លាំងណាស់ចៅ សូមឲ្យចៅជួបពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយណាចៅហើយចៅប្រាថ្នាអ្វីឲ្យបានសម្រេចដោយបំណង សាធុសាធុសាធុលោកយាយសូមអរគុណលោកយាយច្រើនណាស់ ចាលោកយាយចំណែកខ្ញុំក៏មានសេចក្តីសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ដែរដោយសារបានឃើញលោកយាយនៅរឹងមាំមានសុខភាពល្អហើយសូមឲ្យលោកយាយមានអាយុយឺនយូរ
ដើម្បីជាមលុបដល់កូនចៅណាលោកយាយ លើកដៃថ្វាយព្រះចៅស្រីនាងចៅទាំងពីរសុកហើយនឹងស្រីនាងកូនរបស់អន្តិតឆោមពិតជាមានកំណើតទាំងពីរនាក់មែនយាយសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ ចាសូមអរគុណលោកយាយចៅក៏សប្បាយចិត្តខ្លាំងណាស់ដែរ សូមអរគុណលោកយាយសូមជម្រាបសួរលោកយាយទៅតែអញ្ជើញមកពីណាដែរហ្នឹងចៅយាយទៅតែត្រឡប់មកពីវត្តដែរហ្នឹងណាចៅទៅតែត្រឡប់មកពីយកចង្ហាន់ប្រគេនលោកហើយចៅទៅណាមកណាដែរហ្នឹងចៅពីអ្នកស្រីនាងបាទលោកយាយខ្ញុំនាំស្រីនាងមកឲ្យស្គាល់វត្តភូមិយើងដែរហ្នឹងណាលោកយាយថ្ងៃក្រោយយើងអាចធ្វើបុណ្យនៅក្នុងវត្តភូមិយើងបានអញ្ចឹងខ្ញុំជម្រាបលាលោកយាយសិនហើយតែចុះចៅបានសុខសប្បាយណាចៅយាយក៏ប្រញាប់ទៅផ្ទះដែរចៅទៅចុះសូមថ្វាយគុំគុណចាស់មុនទៅណាដែរគុណចាស់ ចម្រើនពរញោមប្រុសញោមស្រីសុខសប្បាយអាត្មាមុនទៅភូមិខាងមុខនោះណាចុះញោមប្រុសញោមស្រីទាំងពីរនាក់ធ្វើដំណើរទៅណាដែរ ខ្ញុំកណាទាំងពីរនាក់មកលេងវត្តភូមិយើងនឹងណាដែរគុណថ្ងៃក្រោយគិតថានឹងបានធ្វើបុណ្យនៅវត្តភូមិយើងផងដែរ អញ្ចឹងញោមទាំងពីរធ្វើដំណើរទៅចុះអាត្មាមានការប្រញាប់ផងអាត្មាចម្រើនពរលាញោមទាំងពីរសិនហើយសូមឲ្យបានសុខសប្បាយណាញោម ណែមកវាខែនេះដំណាំរបស់យើងរីករូតលាស់ល្អណាស់គួរឲ្យសប្បាយចិត្តមកវាមើលណែស្បៃខាត់ណាលពៅម្ទេសរីកលូតលាស់ធំធាត់ល្អណាស់គួរឲ្យសប្បាយចិត្តណាស់មកវាត្រូវហើយប៉ាវាដំណាំរបស់យើងខែនេះគឺរីករូតលាស់បានល្អណាស់គួរឲ្យសប្បាយចិត្តមែនតើប៉ាវាសួស្តីសុកហើយនឹងស្រីនាងកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យអ្នកទាំងពីរធ្វើតើអ្នកទាំងពីរបានធ្វើរួចរាល់ហើយឬនៅ បាទលោកគ្រូកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យពួកខ្ញុំធ្វើពួកខ្ញុំបានធ្វើរួចរាល់ហើយរាល់មេរៀនដែលលោកគ្រូបានបង្រៀនពួកខ្ញុំបានយល់យ៉ាងច្បាស់ល្អណាស់សូមអរគុណចំពោះការណែនាំរបស់លោកគ្រូ ចាជំរាបលោកគ្រូកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យពួកខ្ញុំគឺពួកខ្ញុំបានធ្វើចប់សពរួចរាល់ហើយរាល់មេរៀនដែលលោកគ្រូបានពន្យល់ពួកខ្ញុំក៏ពួកខ្ញុំបានយល់ច្បាស់ទាំងអស់លោកគ្រូយើងខ្ញុំសូមអរគុណលោកគ្រូខ្លាំងណាស់ដែលបានពន្យល់មេរៀនក្បោះក្បាយដល់ពួកយើងខ្ញុំ ល្អណាស់អ្នកទាំងពីរបានខិតខំប្រឹងប្រែងរៀនសូត្រ
ហើយបានទទួលលទ្ធផលចំណាត់ថ្នាក់ល្អមែនទែនខ្ញុំសូមសរសើរអ្នកទាំងពីរហើយតើអ្នកទាំងពីរមានរបៀបរៀនសូត្រដូចម្តេចបានជាទទួលចំណាត់ថ្នាក់ល្អយ៉ាងដូចនេះ បាទជំរាបជូនលោកគ្រូមូលហេតុដែលពួកយើងខ្ញុំបានទទួលចំណាត់ថ្នាក់ល្អយ៉ាងនេះដោយសារនៅសាលារៀនពួកយើងខ្ញុំបានខិតខំតង់ត្រាប់ស្ដាប់ការពន្យល់របស់លោកគ្រូមិនហ៊ានលេងសើចងាកឆ្វេងងាកស្ដាំឡើយហើយពេលពួកខ្ញុំត្រឡប់ផ្ដិតអស់ផ្ទះពួកខ្ញុំតែងតែរំលឹកមេរៀនដើម្បីឲ្យចងចាំរឹតតែច្បាស់នៅអ្វីដែលលោកគ្រូបានពន្យល់នៅសាលាហើយពេលយើងខ្ញុំរៀបចូលគេងយើងខ្ញុំតែងតែរំលឹកមេរៀនហើយពេលទៀបព្រឹកពួកខ្ញុំក៏តែងតែរំលឹកមេរៀនផងដែរនៅពេលមុនមកសាលារៀនណាលោកគ្រូហើយឆ្លៀតពេលទំនេរពួកយើងខ្ញុំបានខិតខំស្រាវជ្រាវលំហាត់នឹងមេរៀនផ្សេងដើម្បីឲ្យចំណេះដឹងរឹតតែបានពង្រីកបន្ថែមហើយពួកយើងខ្ញុំក៏ឆ្លៀតពេលរៀនគួរកៅផងដែរ ពិតជាល្អប្រសើរខ្លាំងណាស់បងប្អូនលោកគ្រូសែនសប្បាយចិត្តមែនទែនដូច្នេះការដែលទទួលបានចំណាត់ថ្នាក់ល្អមិនមែនបានមកដោយឯងទេគឺទាមទារបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រខ្នះខ្នែងទោះជានៅសាលាឬក៏នៅផ្ទះឬនៅកន្លែងផ្សេងៗក៏ដោយអ្នកទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ស្រាវជ្រាវសង្កេតសពគ្រប់បែបយ៉ាងទើបបានទទួលលទ្ធផលល្អយ៉ាងនេះលោកគ្រូសូមសរសើរអ្នកទាំងពីរខ្លាំងណាស់ សូមអរគុណលោកគ្រូពួកយើងខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត នៃកូនទាំងអស់គ្នាថ្ងៃនេះយើងនាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់សាច់ញាតិការទាំង7សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយណាកូនតោះឥឡូវយើងនាំគ្នាយកចង្ហាន់មកបង្កើតលោក ត្រូវហើយប៉ាវាយើងប្រញាប់យកចង្ហាន់ទៅប្រគេនលោកបន្ទាប់មកយើងធ្វើបុណ្យចែកទានដល់អ្នកក្រសត់ផងណាប៉ាវា របស់បន្តិចបន្តួចជាទឹកចិត្តរបស់ខ្ញុំសូមពូទទួលយកទៅប្រើប្រាស់ចុះ បាទអ្នកនាងខ្ញុំបាទសូមអរគុណនៅទឹកចិត្តដ៏សប្បុរសរបស់អ្នកនាងនិងក្រុមគ្រួសារសូមជូនពរឲ្យជួបប្រទះតែសេចក្តីសុខនិងឲ្យបានសុខចម្រើនគ្រប់ក្រុមគ្រួសាររបស់អ្នកនាងទាំងអស់សូមអរគុណ សូមពូទទួលយកអំណោយដែលជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាពខ្វះខាតរបស់ពូចុះ សូមអរគុណលោកប្រុសច្រើនណាស់សូមលោកប្រុសប្រាថ្នាអ្វីៗឲ្យបានសម្រេចដោយសេចក្តីបំណងឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រុងចម្រើនសម្បូរសប្បាយជារៀងរហូតណាលោកប្រុសសូមលោកតាទទួលយកនឹងម្ហូបអាហារដែលជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំនិងក្រុមគ្រួសារយកទៅពិសាចុះណាលោកតាខ្ញុំបានសូមអរគុណលោកប្រុសខ្លាំងណាស់ សូមលោកប្រុសជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការទាំងអស់ណាលោកប្រុសហើយសូមឲ្យជួបប្រទះនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លាតឡើយណាលោកប្រុសសូមអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោកប្រុសនិងក្រុមគ្រួសារ សូមប្អូនទទួលយកអំណោយបន្តិចបន្តួចដែលជាទឹកចិត្តរបស់មីងនិងក្រុមគ្រួសារយកទៅប្រើប្រាស់ចុះណាប្អូន ខ្ញុំបាទសូមអរគុណខ្លាំងណាស់ចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកស្រីនិងក្រុមគ្រួសារខ្ញុំបាទសូមជូនពរឲ្យលោកស្រីនិងក្រុមគ្រួសារ
ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនហើយជួបប្រទះតែពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ សូមជម្រាបសួរលោកអ៊ំជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ដែលលោកអ៊ំបានអញ្ជើញមកលេងផ្ទះថ្ងៃនេះ ល្អហើយក្មួយសុកលើកដៃថ្វាយព្រះអ៊ំមកលេងក្មួយថ្ងៃនេះដោយសារតែលើកល្បីថាក្មួយរៀនបានចំណាត់ថ្នាក់ល្អណាស់ហើយមានក្រមសីលធម៌ជាក្មេងប្រុសល្អទៀតហើយស្រីនាងក៏អញ្ចឹងដែរលើកល្បីថារៀនបានពូកែខ្លាំងណាស់លោកគ្រូសោមពិតជាពូកែប្រដៅទូមានកូនបានល្អមែន បាទលោកបងខ្ញុំសូមអរគុណលោកបងខ្លាំងណាស់ដែលបានសរសើរខ្ញុំតាមពិតកូនប្រុសកូនស្រីរបស់ខ្ញុំគាត់ជាអ្នកស្ដាប់ដំបូងមានខ្ញុំនិងគ្រួសារខ្ញុំណាពេលដែលខ្ញុំព្រៀនប្រដៅគាត់តែងតែយកចិត្តទុកដាក់ស្ដាប់ហើយនឹងធ្វើតាមការព្រៀនប្រដៅរបស់ខ្ញុំជាប់ជានិច្ចពួកគាត់គឺជាកូនប្រកបដោយកន្លងតល្អមែនខ្ញុំជឿជាក់ថាតែថ្ងៃមុខអនាគតរបស់ពួកគាត់នឹងបានល្អប្រសើរគាត់គឺជាទំពាំងដ៏ល្អរបស់ក្រុមគ្រួសារខ្ញុំ បាទលោកគ្រូសោមខ្ញុំមកជួបលោកគ្រូពេលនេះក៏ដោយសារខ្ញុំមានកិច្ចការមួយដ៏សំខាន់ខ្ញុំឃើញក្មួយសុកគាត់មានចំណេះដឹងមានអាកប្បកិរិយាល្អដូច្នេះខ្ញុំមានកិច្ចការឲ្យគាត់ធ្វើខ្ញុំនឹងផ្ដល់ទូនាទីនិងប្រាក់ខែសមរម្យឲ្យគាត់តើលោកបងគិតយ៉ាងម៉េចដែរ បាទលោកបងខ្ញុំសូមអរគុណលោកបងខ្លាំងណាស់ដែលបានផ្ដល់កិត្តិយសផ្ដល់ការងារឲ្យកូនរបស់ខ្ញុំរឿងនេះសាច់ទៅលើកូនសុកចុះកូនសុកអាចទទួលយកបានក៏តាមចិត្តរបស់គាត់ទៅសម្រាប់ខ្ញុំជាឪពុកខ្ញុំមិនថាអីទេ បាទលោកអ៊ំខ្ញុំសូមថ្លែងអំណរគុណលោកអ៊ំខ្លាំងណាស់ខ្ញុំរីករាយនឹងទទួលយកនៅទូនាទីនិងការងារដែលលោកអ៊ំប្រគល់ឲ្យខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការងារជូនលោកអ៊ំឲ្យអស់ពីលទ្ធភាពនិងដោយសេចក្តីស្មោះត្រង់ណាលោកអ៊ំ ល្អណាស់ក្មួយសុកខ្ញុំសប្បាយចិត្តណាស់ដែលក្មួយបានយល់ព្រមទៅតាមសំណើរបស់អ៊ំយ៉ាងនេះដូច្នេះថ្ងៃស្អែកក្មួយត្រូវទៅជួបអ៊ំនៅផ្ទះរបស់អ៊ំណាអញ្ចឹងអ៊ំសូមលាសិនហើយលោកគ្រូសំខ្ញុំសូមលាសិនហើយ បាទសូមអរគុណចាលោកអ៊ំ សូមអរគុណឲ្យលោកអ៊ំ លោកបងសូមជម្រាបលាសូមឲ្យបានសុខសប្បាយណាលោកបង